trend មួយដែលខ្ញុំថត pre wedding ឲ្យផ្ទុះខ្លាំងអ្នកទាំងអស់គ្នាចាដល់ពេលដែលខ្ញុំធ្វើតែនិយាយវីដេអូឲ្យពួកម្សិលមិញគាត់អត់បាននិយាយសំបីតាន់តិចព្រោះម្សិលមិញសំបីតាថតចង់បាក់ដៃបាក់ជើងយកទៅគឺចង់បាក់ទាំងស្រុងហ្មងខ្ញុំចង់និយាយថាមកដល់ថ្នាក់ខ្ញុំប្រាប់តែថត pre wedding ហើយអត់មានអ្នកគេជឿខ្ញុំអត់យល់ដល់ពេលខ្ញុំចង់តែសោចខ្ញុំនិយាយមែនខ្ញុំដែរតែទឹកហក់ស្អីគាត់រឿងប៉ុណ្ណឹងខ្ញុំអត់យល់ទេនេះយូរយកគេទៅយូរខ្លួនឯងឲ្យមានគូតដឹងឬអត់មានគូតដឹងខ្ញុំទៅលេងសើចមិនទេខ្ញុំអត់យល់មានអីឆ្ងល់ខ្ញុំទៀតមែនប្រាប់មកសួរបានចាមានអ្នកខ្លះទៅក៏ចូលខមមិនចេញមកឆោឡោខឹងខ្ញុំក្លោតមួយពេលណាអញ្ចឹងអូខ្ញុំអត់យល់មនុស្សខំថតចង់ងាប់ថាថតសំអាងហេចេះវិញអត់ជឿក៏អត់ជឿទៅអត់អីអ្នកទាំងអស់គ្នាចាពួកអីវាទៅថ្ងៃមុខអ្នកគ្នាគង់តែជឿកម្មវិធីរបស់ខ្ញុំគឺធ្វើនៅចុងខែហ្នឹងឯអ្នកទាំងអស់គ្នាអញ្ចឹងចាំមើលថាខ្ញុំគោរពទូនីតិដែលត្រូវនិយាយប្រាប់អ្នកទាំងអស់គ្នាថាអូខ្ញុំនឹងភ្ជាប់ពាក្យមួយគ្នាអត់ដោយសារខ្ញុំបានសន្យាមួយ fan ខ្ញុំហើយមនុស្សខ្ញុំគឺជាមនុស្សមួយដែលខ្ញុំសន្យាមួយ fan ខ្ញុំនឹងធ្វើបើខ្ញុំធ្វើមិនបានគឺខ្ញុំអត់សន្យាឲ្យមកពួកគាត់ទេឥឡូវសួរតាមត្រង់ខ្ញុំដែលកុហក fan ខ្ញុំថាខ្ញុំនឹងភ្ជាប់ពាក្យអត់ខ្ញុំដែរកុហកអត់ខ្ញុំមិនដែរនិយាយថាខ្ញុំនឹងភ្ជាប់ពាក្យទេនិយាយថងហ្មងមនុស្សខ្ញុំថតសំអាងគឺប្រាប់តែថតភ្ជាប់ពាក្យគឺប្រាប់តែភ្ជាប់ពាក្យថត pre wedding គឺប្រាប់តែថត pre wedding ហើយទៅខកបានអីវិញលោកអើយហើយខ្ញុំចង់និយាយឈុតនេះមួយមិនស្រួលពាក់ឯអ្នកទាំងអស់គ្នាពិបាកពាក់ឯណាទម្ងន់ឈុតហ្នឹងមិនមែនតិចគីឡូណាដល់លឺថា30គីឡូដោយសារតែយើងត្រូវពាក់អីអាខាងក្នុងទៀតនេះគឺជាវីដេអូដែលខ្ញុំបបកមុនថ្ងៃកម្មវិធីរបស់ខ្ញុំចាលេមីសអ្នកទាំងអស់គ្នានិយាយទៅគឺខ្ញុំបបកខ្លាំងមែនតើដោយសារតែដងថ្ងៃកម្មវិធីរបស់ខ្ញុំហ្មងនិយាយទៅចង់ឃើញខ្លួនឯងចាសជាងមុនអីអញ្ចឹងទៅអ្វីដែលសំខាន់ទៀតពេលពាក់ឈុតការឬក៏ឈុតអីក៏ដោយគឺលោកសាច់ស្អាតចឹងណានិយាយទៅគឺខ្ញុំជឿជាក់លើមីសខ្លាំងមែនតើអ្នកទាំងអស់គ្នាលេមីសគឺខ្ញុំជឿជាក់លើលេមីស 100% ហ្មងបាទឆ្ងល់ហេតុអីក៏ស្បែករបស់ខ្ញុំប្លែកលឿនសលឿនអ្នកទាំងអស់គ្នាចាវីតាមីនសស្លេកលេជាមួយអុកមីកន្លះខែអស់2ឈុតអ្នកទាំងអស់គ្នាគិតមើលចាថាខ្ញុំចំណាយលើខ្លួនឯងប្រមាណតែมันជាថ្មីអ្នកទាំងអស់គ្នាសំខាន់ណាស់ឲ្យតែបានស្បែកខ្លួនឯងសចាពេលដែលដល់កម្មវិធីរបស់យើងស្បែកយើងសជាងមុនហើយយើងពេលឲ្យចេញមកស្អាតដូចអញ្ចឹងទៅអ្នកគ្នាអូយគឺថាយើងពេញចិត្តខ្លាំងមែនតើចាំបានថាខ្ញុំណែនាំអ្នកទាំងអស់គ្នាចិត្តដល់ថ្ងៃកម្មវិធីដូចខ្ញុំអញ្ចឹងណាខ្ញុំណែនាំឲ្យអ្នកគ្នាប្រើលេមីសទៅគឺល្អខ្លាំងបំផុតស្បែកសក្រាស់សចេញមកសមានសំណើមបច្ចៈណាសំបីតអ្នកមានសង្វាក៏ប្រើបានដែរចាមានសង្វាឲ្យក៏បាត់ដែរខ្ញុំនិយាយមែនខ្ញុំធានាឲ្យនេះគឺជាសមិទ្ធផលដែលខ្ញុំប្រើលេមីរយៈពេល5ឆ្នាំនេះអ្នកគ្នាបានថាប្រយោជន៍អីខ្លះគឺខ្ញុំប្រាប់អ្នកគ្នាទាំងអស់តែម្ដងចង់ខ្មៅប៉ុណ្ណាក៏ដោយខ្មៅក្រឹងខ្មៅកែម្លងប៉ុណ្ណាក៏ដោយលេមីអាចជួយបាន